ចាជំរាបសួរលោកគ្រូឥឡូវនេះខ្ញុំនឹងធ្វើការងារបន្តទៀតគឺតកតនឹងការងារ request web server from client by host អញ្ចឹងការងារនេះគឺជាការងារមួយដែលយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរ IP address នៃ IP address ដែលយើង run នៅលើ website ពីមុនការងារមុនដែលយើងធ្វើហោះនៅលើ website យើងប្រើទៅតាមរយៈ IP address ចឹងឥឡូវនេះគឺយើងផ្លាស់ប្ដូរ IP address ហ្នឹងទៅជាឈ្មោះមួយដែលយើងចង់ដាក់សម្រាប់ក្នុងការ host នៅលើbrowser ដើម្បីឲ្យ website យើងហ្នឹងដំណើរការតាមរយៈឈ្មោះដែលយើងបានផ្លាស់ប្ដូរហ្នឹងអញ្ចឹងឥឡូវនេះដំបូងគឺខ្ញុំចូលទៅកាន់ទៅមើលទៅ check មើលweb Apache របស់យើងនេះថាតើវា active នៅអញ្ចឹងឥឡូវគឺ web Apache យើងគឺ active ហើយបន្តមកទៀតគឺខ្ញុំcheck មើលhost នេះ IP address របស់ខ្ញុំគឺខ្ញុំវាយ comment hostname.i នេះដើម្បីចេញ IP address នេះគឺ 192.168.0.5 នេះបន្តមកទៀតខ្ញុំ cd ទៅកាន់នេះមួយ directory នេះមួយគឺ va/www.html ពេលខ្ញុំចូលក្នុងហ្នឹងហើយខ្ញុំ ls មើលអញ្ចឹងដល់ពេលដែលខ្ញុំ ls មើលទៅគឺនេះគឺជា website ដែលខ្ញុំធ្វើការងារចាស់របស់យើងដែលយើងតាក់ទងនឹង host website បាន3ដែលខ្ញុំដាក់ឈ្មោះ website ហ្នឹងគឺខ្ញុំដាក់ឈ្មោះtemplate website ហ្នឹងគឺខ្ញុំដាក់ឈ្មោះខ្ញុំហ្មងគឺ nita 1 nita 2 nita 3 អញ្ចឹងហ្មងអញ្ចឹងបន្តមកទៀតគឺខ្ញុំនឹងចូលយក IP នេះដើម្បីទៅ run មើលតេស្តមើលសិនហើយចេញចូល browser មួយមកតមកទៀតខ្ញុំផាសអាមិញចូលសិនតមកខ្ញុំដាក់ /nita 1នេះដោយសាររបស់យើងគឺនេះមាន nita 1 ហើយ nita 12 13នេះអញ្ចឹងឥឡូវខ្ញុំនឹង run លើ nita 1 នេះគឺ web ដែលខ្ញុំ run កាលពីការងារមុននេះហើយខ្ញុំ run តាមរយៈIP address នេះ nita 12នេះគឺជា web ដែលខ្ញុំបាន host កាលពីវគ្គមុននេះអញ្ចឹងនេះគឺខ្ញុំប្រើវាតាមរយៈ IP address ដែលខ្ញុំមកហើយបន្ទាប់មកខ្ញុំដាក់ឈ្មោះកតុយដែលខ្ញុំបានបង្កើតនៅក្នុងដែលខ្ញុំបាន copy web ហ្នឹងមកនេះអញ្ចឹងគោលដៅរបស់យើងគឺយើងចង់ធ្វើការយើងអត់ចង់ access តាម IP address នេះទេគឺយើងចង់យក IP address នេះទៅដូរទៅជាឈ្មោះ A1 ហើយបន្ទាប់មកយើងអាចប្រើគ្រាន់តែដាក់ឈ្មោះដែលយើងចង់ផ្លាស់ប្ដូរពី IP ទៅឈ្មោះហ្នឹងមកហើយ/nita.2 នេះមកវានឹងអាចប្រើចូលទៅក្នុង website ដូចខ្ញុំកំពុងតែបើកនេះអញ្ចឹងដើម្បីធ្វើវាបានដំបូងគឺយើងត្រូវចូលទៅកាន់ចឹងនេះយើងវាយnotepad នេះគឺយើងធ្វើការ run វាតាមរយៈ add run administrator នេះតោះមកយើងចូល file ហើយយើង open
យើងចូលទៅកាន់ផាតនេះគឺយើងឈរនៅលើត្រៃ C ហើយបន្ទាប់មកយើងទៅស្វែងរកwindow នៃ window ហើយយើងចូលទៅរកsystem 32ណាណា system software system នេះតើមកទៀតយើងចូល system 32នឹងហើយយើងទៅរកចឹងយើងរកពាក្យ try នេះ driver បន្តមកទៀតគឺយើងជ្រើសរើសយក etc នេះហើយកន្លែងនេះយើង select យក all file តោះមកយើងនេះយើងឃើញ host នេះចឹងយើងចេញទៅលើ host ហ្នឹងហើយបន្តមកយើងយកពី open នេះចឹងចូលមកដល់កន្លែងហ្នឹងគឺកន្លែងនេះវាអត់មានអីទេវាបើកមកគឺវា set តាមនេះអញ្ចឹងដើម្បីយើងធ្វើការបដូរឈ្មោះបានដំបូងផុតគឺយើងត្រូវវាយ IP address របស់យើងគឺ IP address ដែលមាននៅក្នុង GitHub ដែលខ្ញុំបាន host name នេះគឺ 192.168.0.5 ហើយខ្ញុំដាក់ឈ្មោះថ្មីមួយចឹងគឺខ្ញុំបានដាក់IP address ហ្នឹងហើយបន្ទាប់មកខ្ញុំបង្កើតឈ្មោះមួយគឺដាក់ថា web.com បន្ទាប់មកទៀតខ្ញុំ save file ហ្នឹងហើយខ្ញុំចូលទៅកាន់ CMD បាទអញ្ចឹងពេលខ្ញុំបើក CMD ហើយគឺខ្ញុំត្រូវវាយពាក្យថា IP config/flash DNS អញ្ចឹងនៅពេលដែលខ្ញុំវាយ comment ហ្នឹងទៅវាដាក់ថា Windows IP configuration successfully flood the DNS reserver cache អញ្ចឹងកន្លែងហ្នឹងគឺ DNS ហ្នឹងគឺវាជាអ្នកមានតួនាទីក្នុងការ translate វាក្នុងការ translate IP ទៅឈ្មោះtranslate ពីឈ្មោះមក IP ចាអញ្ចឹងនៅពេលដែលខ្ញុំ run comment ប៉ុណ្ណឹងហើយខ្ញុំនឹងវានេះនៅពេលដែលយើងប្រើ comment DNS ហ្នឹងហើយគឺវានឹងមានន័យថាយើងបានផ្លាស់ប្ដូរពី IP address ដែលយើងទៅសេមិញហ្នឹងទៅជាឈ្មោះដែលខ្ញុំបានបង្កើតមុនហ្នឹងគឺ web.com មកអញ្ចឹងឥឡូវខ្ញុំនឹងចូលទៅកាន់ website ហើយខ្ញុំនឹងធ្វើការឥឡូវអានេះអាចាស់ដែលខ្ញុំ run ឲ្យមើលមុនអញ្ចឹងឥឡូវខ្ញុំធ្វើការបិទវាចោលហើយបន្តមកទៀតខ្ញុំវាយឈ្មោះដែលខ្ញុំបង្កើតមុនហ្នឹងគឺ web.com ចឹងបើនៅពេលដែលខ្ញុំវាយ web.com នេះវានឹងចូលទៅក្នុង Apache 2 default page គឺជា default page ដែលយើងបាន install នៅក្នុង Ubuntu របស់យើងវគ្គមុនកាលពីវីដេអូមុនអញ្ចឹងបន្ទាប់ទៀតខ្ញុំបើក browser មួយទៀតខ្ញុំដាក់ដូចគ្នាអញ្ចឹងខ្ញុំដាក់ web.com ពីព្រោះពីមុនយើងប្រើ IP address ប៉ុន្តែឥឡូវយើងបង្កើតឈ្មោះ web.com នេះវិញជំនួសឲ្យ IP address តោះមកខ្ញុំដាក់ slash ហើយខ្ញុំដាក់ភ្ជាប់ជាមួយនឹងឈ្មោះនេះឈ្មោះ website របស់ខ្ញុំនេះរបស់ខ្ញុំដែលខ្ញុំបានបង្កើតកាលពីវីដេអូមុនគឺមានអានេះtemplate website ទី1អានេះ template website ទី2អានេះ template website ទី3អញ្ចឹងខ្ញុំនឹងវាយតាមឈ្មោះហ្នឹងneta1
នេះអញ្ចឹងឃើញនៅពេលដែលយើងបង្កើតឈ្មោះថ្មីនេះនៅយើងមិនបាច់ប្រើ IP address ទៀតទេយើងគ្រាន់តែប្រើឈ្មោះដែលយើងបានបង្កើតហ្នឹងហើយ slash website ដែលយើងបានបង្កើតហ្នឹងគឺវានឹងចេញ website នឹង host នៅលើ browser របស់យើងអញ្ចឹងឥឡូវខ្ញុំវាយបន្តទៀតគឺ web.com/nita.2 នេះចឹងនៅពេលខ្ញុំវាយទៅ web.com/nita.2 នេះក៏វាចេញនៅលើ browser របស់យើងគឺយើងចេញ web របស់យើងនេះគ្នាចឹងខ្ញុំនឹងតេស្តមួយទៀតគឺ web.com/nita.3 នេះអញ្ចឹងគឺវាចេញដូចគ្នាគឺខ្ញុំបានផ្លាស់ប្ដូរ IP address ទៅជាឈ្មោះមួយដែលខ្ញុំចង់ឲ្យងាយស្រួលក្នុងការ access ចូលនៅលើ web browser របស់យើងចឹងតើតើនឹងការងាររបស់ខ្ញុំដែលខ្ញុំធ្វើការផ្លាស់ប្ដូរក្នុងការ request ពីផ្លាស់ប្ដូរពី IP address យើងផ្លាស់ប្ដូរពីការ access តាមរយៈ IP address មកជាឈ្មោះថ្មីមួយដែលយើងចង់ងាយស្រួលក្នុងការ access ចូលនៅលើ web browser របស់យើងអញ្ចឹងឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូររួចរាល់ហើយគឺខ្ញុំលែង access តាម IP address ទៀតហើយគឺខ្ញុំ access វាទៅតាមឈ្មោះដែលខ្ញុំបានផ្លាស់ប្ដូរមុននឹងបន្តិចហ្នឹងហើយអញ្ចឹងគឺ web របស់ខ្ញុំគឺខ្ញុំ access ចូលបានទាំងអស់នេះគឺ web ទី1 web ទី2និង web ទី3របស់ខ្ញុំគឺខ្ញុំ access ចូលបានអស់ហើយអញ្ចឹងតកតងនឹងការងារខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូសូមជម្រាបលា